ជំរាបសួរស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube មករៀនភាសាចិនរបស់ខ្ញុំវីដេអូទី1យើងបាននិយាយរួចហើយតើតើជាមួយនឹងជំហាននៃការនិយាយភាសាចិនបានណាយើងមាន4ជំហានឥឡូវនេះយើងចូលដល់ជំហានទី1យើងរៀនទាំងអស់គ្នាអំពី Pinyin សម្រាប់ព្យញ្ជនៈនៅក្នុងភាសាចិនយើងមានរហូតដល់23តួតើឥឡូវនេះយើងរៀនអានទាំងអស់គ្នាតើតើនឹងព្យញ្ជនៈតើចាប់ផ្ដើមពផមfor the n l g k h g q c z ch sh r z c s i អូហើយខ្ញុំក៏មានជាវីដេអូមួយទៀតសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាអានតាមធ្វើមកតាមនៅក្នុងវីដេអូហ្នឹងតើទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នា坡坡摸佛的特呢了个科和鸡西西知是是日子四一五តើឥឡូវបន្ទាប់ពីយើងរៀនអំពីព្យញ្ជនៈហើយឥឡូវនេះយើងចូលជាមួយនឹងស្រៈតូវិញម្ដងឬក៏ហៅថាស្រៈឯកវចនៈតាន់អ៊ីមូបាទតាន់អ៊ីមូរបស់យើងនេះគឺយើងមាន6គឺទី1គឺអាអអឺអ៊ីអ៊ូអ៊ីចឹងតកតងជាមួយនឹងអក្សរ U.2 គឺយើងអាន E ដែរគ្រាន់តែថាការបញ្ចេញសលេងរបស់យើងគឺយើងបញ្ចេញរៀងមាត់រៀងស្រួចទេណាយើងអានថា U អញ្ចឹងតកតងជាមួយនឹងស្រៈទាំង6នេះក៏យើងមានជាវីដេអូបង្ហាញដែរអញ្ចឹងចាំទស្សនាទាំងអស់គ្នាការបញ្ចេញសលេងស្រៈមួយ啊哦一乌បាទហើយយើងនឹងមានឧទាហរណ៍សម្រាប់បងប្អូនទាំងអស់គ្នាផងដែរឧទាហរណ៍ថាយើងយកព្យញ្ជនៈផ្សំជាមួយនឹងស្រៈយើងបានពអាប៉ាផអាផាម៉អមហ្វអូហ្វូតតតអាតាណណលអាឡាកកខអាខាខអាហាជីជីស៊ីស៊ីជូជូឈូឈូ是无书，日无如，字无珠，次阿差，四阿សាសម្រាប់វីដេអូរៀនអំពីព្យញ្ជនៈហើយជាមួយនឹងស្រៈតូរបស់យើងថ្ងៃនេះយើងរៀនប៉ុណ្ណឹងហើយវីដេអូបន្ទាប់យើងរៀនជាមួយនឹងស្រៈផ្សំម្ដងតើតើក្នុងវីដេអូនេះបងប្អូនទាំងអស់គ្នាអាចចាក់មើលឡើងវិញបានបើសិនជាមានចង្អុលកន្លែងណាអាច comment នៅខាងក្រោមហើយវីដេអូបន្ទាប់យើងរៀនជាមួយនឹងស្រៈផ្សំវិញម្ដងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់ទៀត